សួស្តីអ្នកទាំងអស់គ្នាជួបខ្ញុំម្ដងទៀតហើយជាមួយនឹងវីដេអូ CNOS នៅលើ Linux នៅក្នុង VMware អញ្ចឹងនេះដែរខ្ញុំនឹងបង្ហាញវីដេអូអ្នកទាំងអស់គ្នាអំពី CNOS Read Directory ឬមួយក៏ទាក់ទង command ផ្សេងៗដែលយើងប្រើនៅក្នុង Linux ជាដើមឥឡូវយើងចូលទៅកាន់ online អ្នកទាំងចឹង comment ទី1នេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអំពី hit file អញ្ចឹងមុននឹងយើងចូលទៅ hit file កាត់គឺយើងត្រូវចុចយើងប្រើពាក្យ comment ថា type.hit ពេលដែលយើងប្រើ comment អញ្ចឹងហើយបន្ទាប់មកយើងពី ls អញ្ចឹង ls យើងវាអត់មានឃើញយើងបន្តទៅទៀតដែលយើងចង់ឃើញ file យើង hit ឬក៏មិន hit អញ្ចឹងយើងដាក់ s.a នោះវានឹងចេញ file ដែលយើងបាន hit នៅក្នុង Linux ទាំងអស់ហ្នឹងណាត្រង់នេះដែរគឺយើងករណីដែលយើងចង់ដឹងទីតាំងយើងស្ថិតនៅក្នុង directory មួយណាមាននេះប្រហែលហ្នឹងគឺយើងត្រូវប្រើ command pwd អញ្ចឹងដើម្បី search រកទីតាំងរបស់យើងនៅកន្លែងណាអញ្ចឹងណាទីតាំងនេះដែរគឺយើងស្ថិតនៅក្នុង home local host ចឹងអ្នកទាំងគ្នាទីទៀតអ្នកទាំងគ្នាចាំមើល comment តាមអ្វីដែលខ្ញុំចុចហ្នឹងទៅណាខ្ញុំអត់បាន detail ប្រាប់អ្នកទាំងគ្នាថា comment មួយសម្រាប់ត្រៃរាប់ប្រាប់អ្នកទាំងគ្នាមិនដែរស្រួលយល់ទេបងប្អូនស្រួលយល់ខ្លះទេយល់ខ្លះទេមើលយល់ខ្លះទេមុននឹងបុកអញ្ចាំងយល់ខ្លះទេណែចាំងបុកទៀតឥឡូវហើយណាយល់ទេអត់តន់យល់ទេតើតែនិយាយយូរបានយល់មិនងាយយល់ទេណាមិនងាយយល់ទេមិនងាយយល់ទេណាមិនងាយយល់ទេមិនងាយយល់ទេណាមិនងាយយល់ទេប៉ុន្តែយ៉ាងហោចណាស់ក៏ខ្ញុំសួរខ្លួនឯងដែរជាគរុកុសលជាស្មារតីនិងជាគរុកុសលរបស់ខ្ញុំសួរខ្លួនឯងខ្ញុំឆ្លើយខ្លួនឯងណាមនុស្សល្ងងគេថានេះភ្លើសោះសួរខ្លួនទៀតឆ្លើយខ្លួនទៀតអានេះឡប់តើនេះអានេះបាយថ្នាំតើនេះអត់ទេនឹងគឺជាវិជ្ជាគរុកុសលគរុកុសលគឺនៅពេលអ្នកស្ដាប់មិនយល់សួរលើកសំណួរជួនកាលគ្នាស្ដាប់ហើយរកសួរមិនកើតយើងក៏ខំប្រឹងណាយើងក៏ខំប្រឹងសួរឲ្យគាត់យល់ណាបងប្អូនណាមិនដែរបងប្អូនអាចបានខ្លះទេមើលទៅរឿងព្រំដែនហ្នឹងសៀមវាចង់ក្បត់អានោះវាអត់ឲ្យឱកាសទេណាណាបងប្អូនវាជាការលំបាកណាស់វាអត់ចង់ឲ្យឱកាសយើងទេណាវាអត់ចង់ឲ្យឱកាសយើងទេអូខេអញ្ចឹងវិលត្រឡប់មកជួប3នាទីទៀតមកភាគទៀតជំរាបលា
下无眠，惹得往事难渡谁人闲？看着人间情缘，几分烟火几分念。数不尽阴晴圆缺，难数此生离别此生缘。唯有今生万重，断了这离弦。三月雪，随风散落天涯，等不见春夏，不知与谁作答。南窗下，一朝一夕梦他，此生只为他。三月雪，落在那处人家，烟雨已如花，煮酒后又破茶。谁在弹一曲琵琶，了却这牵挂。数不尽阴晴圆缺，难数此生离别此生缘。唯有今生万重，断了这离弦。三月雪，随风散落天涯，等不见春夏，不知与谁作答。南窗下，一朝一夕梦他，此生只为他。三月雪，落在那处人家，烟雨已如花，煮酒后又破茶。谁在弹一曲琵琶，了却这牵挂。三月雪，随风散落天涯，等不见春夏，不知与谁作答。南窗下，一朝一夕梦他，此生只为他。三月雪，落在那处人家，烟雨已如花，煮酒后又破茶。谁在弹一曲琵琶，了却这牵挂。
ចឹង comment របស់ខ្ញុំថ្ងៃហ្នឹងមានតាប្រហែលចំណុច comment ហ្នឹងដែលខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអញ្ចឹងនៅក្រោយហ្នឹងទៀតខ្ញុំនឹងមានវីដេអូមួយទៀតដែលតាក់ទងនឹង comment ដែលយើងប្រើប្រាស់នៅក្នុង link នឹងដូចគ្នាអញ្ចឹងអ្នកទាំងអស់គ្នាចាំជួយទៅមើលវីដេអូខ្ញុំបន្ទាប់នៅវីដេអូក្រោយអញ្ចឹងណាខ្ញុំនឹងបង្ហាញបន្ថែមទៀតជាមួយតាក់ទងមួយ comment នៅក្នុង link ហ្នឹងអរគុណអ្នកទាំងអស់គ្នាបានមើលហើយចាំជួយ follow subscriber YouTube channel របស់ខ្ញុំមួយផងចាំពេលនេះខ្ញុំនឹងបង្កើត YouTube channel មួយទៀតទាក់ទងនឹងtrip របស់ពួកខ្ញុំអញ្ចឹងបាយបាយ